វត្តនៅ10វិធីនេះរាងកាយបងប្អូននឹងទទួលបានសុខភាពល្អរកចាក់ឆ្ងាយពីបញ្ហាឬអាំងសាលីនឬក៏បញ្ហាអាំងសាលីន resistant បងប្អូនដឹងហើយដែលគាត់មានបញ្ហាឬអាំងសាលីនឬក៏បញ្ហាអាំងសាលីន resistant នឹងវាធ្វើឲ្យគាត់មានបញ្ហាជំងឺធំច្រើននៅពេលបច្ចុប្បន្នបញ្ហាទឹកនោមផ្អែមបញ្ហាលើសឈាមអាហារីក៏ដូចជាមានបញ្ហាខួរក្បាលវង្វេងវង្វន់ឬក៏ខ្សោយការចងចាំអញ្ចឹងបងប្អូនបើសិនជាស្រឡាញ់សុខភាពតាមដានវីដេអូមួយនឹងរហូតដល់ចប់ហើយយក10ចំណុចទៅធ្វើក៏ដូចជាអនុវត្តគ្រប់គ្នាដើម្បីរកចាក់ឆ្ងាយពីបញ្ហាសុខភាពក៏ដូចជាជំងឺទូទៅផ្សេងៗដែលរោគសម្បត្តិបានចែកឡើងពីខាងដើមហើយចំណុចទី1ដែលបងប្អូនត្រូវចាំគឺបងប្អូនធ្វើម៉េចគេងឲ្យបានគ្រប់គ្រាន់គេងឲ្យមានគុណភាពហើយគេងដែលម៉ោងល្អគឺម៉ោងដែលបងប្អូនកោសិកាបងប្អូនលូតលាស់បានល្អគឺចន្លោះពីម៉ោង9 10កុំគេងយប់ជ្រៅពេកបងប្អូនអូខេប៉ះពាល់ទៅដល់កោសិកាក៏ដូចជាអរម៉ូននៃការលូតលាស់របស់រាងកាយរបស់មនុស្សយើងទី2អនុវត្តនៅក្នុងការហាត់ប្រាណជាប្រចាំបងប្អូនគ្នាហាត់ប្រាណសំដៅទៅលើឲ្យបងប្អូនទៅជីមឬក៏ទៅកន្លែងគេហាត់ទេបងប្អូននៅកន្លែងណាគេហាត់ប្រាណបានដូចគ្នាមិនថាកន្លែងធ្វើការមិនថាកន្លែងរកស៊ីបងប្អូនលុះដៃលុះជើងឬក៏បងប្អូននៅការងារនៅកន្លែងហ្នឹងអាសា1ម៉ោងមានសកម្មភាពអីទៅកុំនៅកន្លែងយូរពេកអង្គុយ1ម៉ោងអីហ្នឹងបងប្អូនអ្នកគ្នានិយាយទូរស័ព្ទអាចដើរឬក៏ទៅនេះទៅនោះដើម្បីឲ្យសកម្មភាពរាងកាយយើងមានចលនាចំណុចទី3គ្រប់គ្រងក៏ដូចជា control ប៉ះពាល់នឹងការ stress ឬក៏ toxic ព្រោះមនុស្សយើងតែកាលណាយើង stress គិតច្រើនអារម្មណ៍អត់ល្អវាធ្វើឲ្យយើងមានបញ្ហាសុខភាពទី4គ្រប់គ្រងគីឡូកុំឲ្យយើងឡើងខ្លាំងបងប្អូននៅកណនីជាមួយនឹង BMI ទៅកុំឲ្យវាមានបញ្ហាសុខភាពគីឡូបងប្អូននឹងឡើងខុសៗប្រហែលក្តីចំណុចទី5គឺបងប្អូនញ៉ាំអាហារដែលមានជាតិកាកសរសៃក៏ដូចជាពពុះ fiber ព្រោះវាពពុះ fiber គឺវាជួយបន្ថែមកាប៉ាវីនបន្ថែមរាងកាយបងប្អូនដែរវាសម្បូរទៅដោយពពុះវីតាមីនក៏ដូចជាវាជួយ support រាងកាយបងប្អូនទទួលបានសុខភាពល្អចំណុចទី6បងប្អូនទទួលទានបន្លែផ្លែឈើ7ពណ៌តាមពណ៌ឥន្ធនូបងប្អូនអរគ្នាដើម្បីទទួលបាននៅវីតាមីនក៏ដូចជាសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីជួយ support ទៅក្នុងរាងកាយបងប្អូនចំណុចទី7បងប្អូនគួរអនុវត្តគឺកាត់បន្ថយប៉ះពាល់ជាមួយនឹងអាហារដែលមានជាតិម្សៅឬក៏គេហៅថាអាហារកាបូនីដ្រាតដែលវាបង្កឲ្យបងប្អូនមានបញ្ហាសុខភាពថ្ងៃក្រោយចំណុចទី8បងប្អូនអរគ្នាគឺកាត់បន្ថយជាតិស្ករក៏ដូចជាពពុះគ្រឿងកំប៉ុងចេញពីក្នុងជីវិតបងប្អូនដើម្បីឲ្យបងប្អូនទទួលបានសុខភាពល្អទី9បងប្អូនគេបន្ថែមឲ្យបងប្អូនអនុវត្តនៅក្នុងការញ៉ាំពពុះគ្រឿងទេសដែលធម្មជាតិមានដូចជាពពុះរមៀតពពុះរំដេងពពុះខ្ញីហ្នឹងព្រោះវាជួយតតងទៅនឹងឆ្អឹងវាជួយប្រព័ន្ធសរសៃឈាមរបស់មនុស្សយើងក៏ដូចជារាងកាយបងប្អូនគឺជួយបានច្រើនមែនតើប្រព័ន្ធនឹងគ្រឿងទេសតាមបែបធម្មជាតិហ្នឹងបងប្អូនអរគ្នាដែលបងប្អូនអាចដាំនៅតាមស្រែចម្ការក៏ដូចជានៅផ្ទះបានហើយចំណុចទី10ចុងក្រោយគឺអនុវត្តនៅក្នុងការញ៉ាំអំបូរ supplement បងប្អូនអរគ្នាត្រង់ចំណុចនេះរូបខ្ញុំបាទចង់បញ្ជាក់ប្រាប់បងប្អូនតិចមុននឹងជ្រើសរើសពពុះ supplement យកមកញ៉ាំបងប្អូនត្រូវមើលពីដើមតង់ថាតើ supplement ហ្នឹងមានការទទួលស្គាល់ចេញពីក្រសួងសុខាភិបាលអត់មានការដែលវត្ថុធាតុដើមក៏ដូចជាមានប្រវត្តិមកពីណាអាយុកាលនឹងយូរឆ្នាំអត់ហើយបើសិនជាបងប្អូនចង់ញ៉ាំពពុះ supplement ដែលសុវត្ថិភាពដែលមានអាយុកាលយូរមែនតើបងប្អូនអរគ្នាបច្ចុប្បន្នគឺ100ជាងឆ្នាំហើយកើតឡើងនៅខាង USA ទៀតបងប្អូនអរគ្នាថ្ងៃហ្នឹងគឺខ្ញុំចែកឲ្យបងប្អូនស្គាល់ជាមួយនឹង fair grade នេះបងប្អូនអរគ្នាដោយសារ fair grade នេះវាត្រូវតាមតម្រូវការមនុស្សនាពេលបច្ចុប្បន្នប៉ះពាល់ជាមួយនឹងខ្លាញ់ឬក៏ស្ករនៅក្នុងរាងកាយរបស់មនុស្សយើងមិនថាទឹកនោមផ្អែមលើសឈាមឬក៏បញ្ហាតែបងប្អូននឹងលើសគីឡូខ្លាញ់ហ្នឹងបងប្អូនអាចញ៉ាំ product ពីរហ្នឹងបានអញ្ចឹងប៉ះពាល់ជាមួយនឹង supplement នៅលើទីផ្សារមានច្រើនដោយរូបខ្ញុំបានចែកតែបងប្អូនមកជ្រើសញ៉ាំទៅបណ្ឌិតបច្ច័យបានច្បាស់លាស់ថាតើមានដើមកំណើតមកពីណាមានអាយុកាលយូរឆ្នាំអត់មុននឹងបងប្អូនទិញញ៉ាំអញ្ចឹងការចែកម្លែកវីដេអូរូបខ្ញុំបាទគឺខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាធ្វើម៉េចអនុវត្តឲ្យបាន10ចំណុចហ្នឹងដើម្បីទទួលបាននូវសុខភាពល្អរាងកាយរឹងមាំរកចាកឆ្ងាយពីជំងឺទូទៅច្រើនហើយបើសិនជាគិតថាវីដេអូហ្នឹងល្អមានប្រយោជន៍កុំភ្លេចបញ្ជូនបន្តទៅដល់មនុស្សជាទីស្រឡាញ់បងប្អូនដើម្បីទទួលបានពលមានគ្រប់គ្នាអរគុណ